បាទសួស្តីបងប្អូនអរគ្នាបាទខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីបញ្ហាព្រំដែនបន្តិចបាទនៅខាងថៃខ្ញុំអប់រំពីខាងថៃមុនបាទខាងថៃនេះគឺស្ថានទូតរុស្ស៊ីគេបានបដិសេធការជាប់ប្រកាន់របស់សារព័ត៌មានថៃបាទបងប្អូនហើយនៅចាំកាលពី2ថ្ងៃមុនបាទ2ថ្ងៃឬ3ថ្ងៃមុនហ្នឹងគឺកងទ័ពភូមិភាគ2របស់ថៃគេចោទប្រកាន់ថាកម្ពុជាយើងនឹងបានទៅជួលជនបរទេសចេះនិយាយអង់គ្លេសដើម្បីបញ្ជាដ្រូនទៅទម្លាក់គ្រប់បែកនៅគេអញ្ចឹងណាអាហ្នឹងគឺការកត់ចោតប្រកាន់របស់គេហើយក្រសួងការពារជាតិយើងបានបដិសេធហើយបន្ទាប់ពីយោធាថៃភូមិភាគ2បានចោតប្រកាន់អញ្ចឹងទៅក៏សារព័ត៌មានថៃគេចោតប្រកាន់តទៅទៀតដែរគេលើកហេតុផលឬក៏គេរកផុសតាំងយ៉ាងម៉េចយើងមិនដឹងទេហើយគេចោទថាជនជាតិរុស្ស៊ីនឹងត្រូវបានកម្ពុជាយើងនឹងជួលឲ្យមកប្រជាដ្រូនជាអីហ្នឹងអញ្ចឹងស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងបាងកកក៏បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលការលើកឡើងរបស់សារព័ត៌មានថៃទាំងអស់ដែលបានចុះផ្សាយថាកម្ពុជាយើងបានជួលគេហៅថាអ្នកស៊ីឈ្នួលរបស់រុស្ស៊ីហើយស្ថានទូតរុស្ស៊ីគេបានបញ្ជាក់ថាការដែលពួកថៃចុះផ្សាយអញ្ចឹងហ្នឹងគឺដូចជាមិនមានចំណេញទេគឺផ្ទុយទៅវិញធ្វើឲ្យមានហានិភ័យទៅដល់ជនជាតិរុស្ស៊ីដែលកំពុងតែទស្សនាឬក៏កំពុងស្នាក់នៅក្នុងប្រទេសថៃក្នុងនាមជាទេសចរបាទអញ្ចឹងអានេះជាផលប៉ះពាល់របស់វាដែរបាទវាចុះផ្សាយអាក្រក់មិនមានការពិតដែលចោតគេចោតឯងទៅទេទៅដាស់អញ្ចឹងទៅស្ថានទូតរុស្ស៊ីចាំបាច់ត្រូវតែចេញមុខបង្ហាញការពិតថាមិនមានជនជាតិរុស្ស៊ីណាមួយត្រូវបានជួលមកឲ្យធ្វើការនៅតាមព្រំដែនកម្ពុជាដោយភាគីកម្ពុជាទេបាទមិនមានទេបាទស្ថានទូតរុស្ស៊ីក៏គេបានបញ្ជាក់ដែរថារុស្ស៊ីគឺមានជំហរច្បាស់លាស់គឺមិនពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនកម្ពុជាថៃទេគឺរុស្ស៊ីចាត់ទុកកម្ពុជាចាត់ទុកថៃនឹងគឺជាមិត្តជាដៃគូរុស្ស៊ីជាដៃគូហៅថាមិត្តភាពជាធម្មតាមិនមានការចូលដៃចូលជើងខាងណាទេបាទហើយកម្ពុជាយើងមែនតើហ្នឹងគឺថាដូចជាមិនសូវមានប្រតិកម្មខ្លាំងប្រហែលទេរឿងរុស្ស៊ីបាទព្រោះតែថាពាក់ព័ន្ធនឹងរឿងអ៊ុយក្រែននេះគឺកម្ពុជាឈរនៅខាងអ៊ុយក្រែនហើយដោយសារតែអ៊ុយក្រែនត្រូវបានគេវាយប្រហារអញ្ចឹងកម្ពុជាខ្ញុំចាំណាស់សម្ដេចតេជោកាលពីពេលនោះគឺថានៅពេលដែលប្រទេសមួយត្រូវបានគេវាយប្រហារគឺយើងត្រូវតែគ្រប់គ្រងអ្នកដែលរងគ្រោះពីព្រោះថ្ងៃណាមួយគេនឹងវាយប្រហារយើងប៉ុន្តែមកដល់នឹងពេលនេះបាទមកដល់នឹងពេលនេះយើងរងការវាយប្រហារក៏ប៉ុន្តែអត់ឃើញមានអ្នកណាជួយយើងទេបាទកន្លែងហ្នឹងអាចជារឿងអយុត្តិធម៌មួយដែលខ្ញុំមើលថាខ្ញុំមើលឃើញថាជារឿងអយុត្តិធម៌បាទអញ្ចឹងខ្ញុំនិយាយថាយើងមានការអន់ចិត្តដែរបាទកម្ពុជាយើងតែងតែគ្រប់គ្រងទៅដល់ប្រទេសតូចៗដែលរងការឈ្លានពានដូចជាករណីអ៊ុយក្រែនក៏ប៉ុន្តែនៅពេលដែលខ្លួនយើងកំពុងតែមានបញ្ហាអត់មានអ្នកណាមកជួយយើងបាទស្ងាត់ឈឹងបាទត្រាប់ពីរូបត្រាំឬអត់មានទេដូចចិនដូចអីនេះគឺអាចថាគាត់គ្រប់គ្រងស្ងាត់ពីក្រោយខ្នងគឺយើងមិនដឹងដែរប៉ុន្តែការចេញមុខចេញមាត់អត់សូវមានទេហើយផ្ទុយទៅវិញទៅជាព្រះមហាក្សត្រថៃបានទៅទស្សនាប្រទេសចិនជួបមេដឹកនាំចិនទៀតអញ្ចឹងគេលើកឡើងអំពីការពង្រឹងទំនាក់ទំនងផ្សេងអញ្ចឹងយើងដែលមានទំនាក់ទំនងមួយចិនរាប់សិបឆ្នាំមកហើយហ្នឹងទៅជាកលិខិមានន័យថាកលិខិយ៉ាងម៉េចបាទហើយដោយសារតែប្រហែលថ្ងៃមុនហ្នឹងអាយន្តហោះថៃដែលទម្លាក់ស្ពានមេទឹកនៅខាងពោធិ៍សាត់ហ្នឹងអាស្ពានហ្នឹងគឺជាថវិការបស់ចិនបាទជាការសង់ឡើងក្រោមថវិការបស់ចិនបាទអញ្ចឹងមានយើងអត់យល់បាទយើងអត់យល់នៅពេលនេះគឺអត់មានអ្នកណាជួយយើងទេហើយខ្ញុំវិលត្រឡប់ទៅលើពាក្យពន្ធទៅរឿងពន្ធបាទបងប្អូននឹងស្រាប់ថាលោកត្រាំគាត់បានគម្រាមថាបើសិនជាប្រទេសទាំងពីរមិនត្រឡប់ទៅអនុវត្តគោរពនៅហៅថាបទឈប់បាញ់គ្នាឬក៏កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាលំពូថ្ងៃទី26ខែតុលាទេគឺគេនឹងដាក់ពន្ធបាទគេដាក់នឹងសម្ពាធពន្ធអញ្ចឹងណាដូចអញ្ចឹងខ្ញុំនិយាយពីប្រហែលថ្ងៃមុនខ្ញុំថានៅពេលដែលថៃវាមិនគោរពបទឈប់បាញ់ឬក៏ហៅថាមិនគោរពសហរដ្ឋអាមេរិកផលប៉ះពាល់មិនមែនកើតតែថៃទេគឺកើតដល់យើងមែនឥឡូវមែនបាទគឺអាមេរិកគាត់ថាបើសិនជាប្រទេសទាំងពីរមិនឈប់ប្រយុទ្ធគ្នាទេហើយមិនវិលត្រឡប់ទៅការគោរពបទកិច្ចព្រមព្រៀងនឹងទេគឺនឹងរងទទួលហៅថាទណ្ឌកម្មផ្នែកពន្ធពីអាមេរិកបាទអាចថាអាមេរិកតម្លើងពន្ធប្រមាណ%ឡើងវិញអញ្ចឹងទៅអញ្ចឹងនៅពេលដែលថៃវាអត់ស្ដាប់យើងហើយវាចេះថាបន្តឈ្លានពានមកយើងត្រូវតបតការពារដែនអធិបតេយ្យភាពឲ្យយើងក៏ប៉ុន្តែជាអកុសលហ្នឹងគឺយើងរងការតម្លើងពន្ធដូចគ្នាដែរអញ្ចឹងយើងជាជនរងគ្រោះក៏ប៉ុន្តែជនរងគ្រោះក៏ត្រូវទទួលលទ្ធផលពីលោកត្រាំដែរ
បើសិនជាយើងមិនតបតទៅថៃតឲ្យថៃនៅបាញ់តទៅទៀតគឺយើងចេះតែស្លាប់ថៃចេះតែចូលអាវាបំពេញយើងហើយចុងក្រោយអ្នកដែលទទួលទណ្ឌកម្មគឺទាំងយើងទាំងគេអាហ្នឹងវាអយុត្តិធម៌ឡើងហ្នឹងណាពាក់ព័ន្ធទៅនឹងរឿងសង្គ្រាមនេះដែរយើងឃើញថាយើងជាប្រជាពលរដ្ឋយើងពិបាកចិត្តយើងអន់ចិត្តមែនទែនពាក់ព័ន្ធទៅនឹងការដែលពួកថៃវាធ្វើទង្វើបែបនេះមកលើយើងវាមើងងាយយើងគ្រប់បែបយ៉ាងឃើញយើងខ្សោយអញ្ចឹងវាហោះចូលដែនអាកាសរបស់យើងមកទម្លាក់គ្រាប់បែកចូលក្នុងជ្រៅទៅក្នុងប្រទេសយើងជាទង្វើមួយដែលវាមើងងាយយើងមែនទែនបាទយើងអន់ចិត្តហ្នឹងវាអន់ចិត្តលើកពីអ្វីដែលយើងអាចថាទ្រាំបានហើយប៉ុន្តែយើងអត់ដឹងធ្វើយ៉ាងម៉េចណាអញ្ចឹងយើងជាប្រជាពលរដ្ឋប៉ុណ្ណេះយើងពិបាកចិត្តប៉ុណ្ណឹងខ្ញុំជឿថាថ្នាក់ដឹកនាំយើងពិបាកចិត្តជាងយើង10 20 30ដងពីព្រោះក្នុងនាមជាថ្នាក់ដឹកនាំដែលប្រទេសផ្សេងគេមកឈ្លានពានចូលទឹកដីយើងហើយយើងធ្វើអីគេមិនបានណាអាហ្នឹងគឺពិបាកណាស់បាទក្នុងនាមជាមេបាទដូចយើងមេគ្រូសាអញ្ចឹងណាគេមកគំរាមឬក៏គេមកធ្វើបាបកូនខ្លួនឯងតើយើងមេគ្រូសាហ្នឹងយ៉ាងម៉េចគឺពិបាកចិត្តកំពូលពិបាកចិត្តហើយសមាជិកគ្រួសារពិបាកប៉ុណ្ណេះមេគ្រួសារពិបាកជាងយើងឆ្ងាយណាស់បាទខ្ញុំឃើញថាបងប្អូនយើងគឺសស្រាក់សស្រាមជួយដល់ជនភៀសខ្លួនយើងបាទជនភៀសខ្លួនទាំងវិរៈកងទ័ពបាទខ្ញុំគិតថាយើងគួរតែបង្កើតមូលនិធិមួយដែលថាឲ្យមានការច្បាស់លាស់ទៅគឺធ្វើយ៉ាងម៉េចឲ្យមានការប្រមូលថវិកាឬក៏អ្វីៗគ្រប់យ៉ាងនេះជួយដល់កងទ័ពផងបាទបច្ចុប្បន្ននេះយើងជួយដល់ជនភៀសសឹកបាទជនភៀសសឹកក៏ប៉ុន្តែថ្ងៃក្រោយយើងត្រូវមានមូលនិធិមួយដើម្បីគោរពដឹងគុណទៅដល់បងប្អូនជាកងទ័ពរបស់យើងបាទគឺពួកគាត់នឹងហើយដែលជាអ្នកយកទ្រូងទៅពាំងគ្រាប់ការពារដែនអធិបតេយ្យភាពរបស់យើងអញ្ចឹងដូច្នេះយើងត្រូវតែធ្វើវិធីរកវិធីយ៉ាងណាមួយគឺជួយដល់ពួកគាត់បាទមែនទែនពួកគាត់អ្នកខ្លះគាត់ក្រណាស់បាទអ្នកខ្លះក៏ក្រណាស់ហើយអ្នកខ្លះហ្នឹងគឺខ្ញុំឃើញបងប្អូនយើងចុះផ្សាយនៅលើ Facebook ផ្សព្វផ្សាយលើ Facebook គឺអ្នកខ្លះរកម៉ូតូជិះមិនបានផងអ្នកខ្លះឃើញមកផ្ទះហ្នឹងជិះម៉ូតូដប់បាទជិះម៉ូតូដប់មកដល់ក្រាបថ្វាយបង្គំម្ដាយហើយអញ្ចឹងណាឃើញគួរឲ្យសំណោះមែនទែនបាទអញ្ចឹងខ្ញុំបានសរសើរបងពាក្យមីដែលគាត់បានដូចថារៃអង្គាសបានជួយដល់វិរៈកងទ័ពយើងគឺបងរ៉ាំបូបាទក៏ប៉ុន្តែយើងនៅមានវិរៈកងទ័ពរាប់សិបរាប់រយរាប់ពាន់អ្នកទៀតដែលយើងត្រូវជួយបាទអញ្ចឹងយើងការជួយក៏គួរតែជួយឲ្យបានគ្រប់គ្នាដែរបាទដើម្បីកុំឲ្យថាពេលខ្លះនេះយើងបានតែម្ខាងហើយម្ខាងទៀតអត់អញ្ចឹងវាអត់សូវយុត្តិធម៌សម្រាប់គាត់ដែរគាត់យកជីវិតទៅការពារទឹកដីដូចគ្នាបាទកូនរបស់គាត់ឬក៏ប្តីរបស់គាត់ឬក៏ឪពុករបស់គាត់គឺបានបូជាជីវិតដើម្បីការពារជាតិមាតុភូមិដូច្នេះយើងជាប្រជាពលរដ្ឋនៅខាងផ្នែកខាងក្រោយគឺយើងត្រូវតែរួមគ្នាបាទរួមគ្នាដូចយ៉ាងដូចនេះគឺទី1គឺយើងអាចបរិច្ចាគតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន1000 2000 3000ឬក៏4-5 ម៉ឺន 10 ម៉ឺននេះទៅតាមលទ្ធភាពរបស់យើងបាទហើយទី2គឺការគ្រប់គ្រងជាស្មារតីដល់បងប្អូនដែលជាវិរៈកងទ័ពរបស់យើងបាទការគ្រប់គ្រងជាស្មារតីនេះគឺកុំបង្ហោះព័ត៌មានណាដែលមើលទៅធ្វើឲ្យបាក់ទឹកចិត្តបាទចិត្តដល់កងទ័ពឬក៏បាក់ទឹកចិត្តដល់គ្រួសារកងទ័ពបាទពួកថៃវាធ្វើជាព័ត៌មានថាសង្គ្រាមព័ត៌មានណាដូចបងប្អូនបានឃើញហើយឃើញមានផ្លាកឈ្មោះអីទៅហ៊ាននេះណានៃបើតែយើងមើលជាក់ស្ដែងទៅគឺ AI អ្នកបង្កើតទេបាទ AI អ្នកបង្កើតឥឡូវគឺ AI គឺខ្លាំងជាងអីទៀតបើសិនជាដីគ្រូក្រហមយើងមើលអត់ដឹងទេបាទមើលទៅគឺដូចដីគ្រូក្រហមមែនទេក៏ប៉ុន្តែនឹង AI ទេដោយសារ AI វាចាប់នៅពេលដែលយើងឲ្យវាផលិតវីដេអូអីមួយអញ្ចឹងវាចាប់យកកន្លែងដីគ្រូក្រហមវាចាប់យកដើមត្នោតវាចាប់អីផ្សេងៗគឺជារូបពិតអញ្ចឹងវាមកផ្គុំបញ្ចូលគ្នាទៅវាបង្កើតជារូបទាហានឬអីអញ្ចឹងទៅយើងមើលស្ថានភាពនៅលើដីឬក៏ព្រៃព្រឹក្សានៅក្បែរហ្នឹងគឺដូច100%បាទដូច100%ប៉ុន្តែមុខមនុស្សផ្សេងប៉ុន្តែដល់ពេលយើងមើលជាក់ស្ដែងមើលលើអាវមើលលើឈ្មោះអីផ្សេងៗគឺអត់មានទេព្រោះ AI អត់អាចចេះសរសេរឈ្មោះទេវាអត់ចេះសរសេរប្រដេកផ្ដាស់វាសេឲ្យតែប្រហាក់ប្រហែលអានេះប្រហែលជាកូដរបស់ក្រុមហ៊ុនគេបាទក្រុមហ៊ុនគេប្រហែលជាគេមានក្រុមសិលធម៌មួយគឺគេមិនអាចសរសេរឈ្មោះបុគ្គលណាមួយនៅលើនេះទេអានេះតាមខ្ញុំគិតទេណាបាទដោយសារតែយើងឃើញថាពួកអាថៃហ្នឹងវាបំភ្លៃព័ត៌មានវា
វាធ្វើជាហៅថាប្រមូលផ្លាកឈ្មោះកងទ័ពយើងដែលវាចោទថាស្លាប់អីចឹងទៅវាប្រមូលចឹងណាតែពេលមែនទែនទៅស្លាកឈ្មោះទាំងអស់នេះគឺអានអត់ដាច់ទេបាទគឺដាក់អានអត់ដាច់ទេអញ្ចឹងវាបញ្ជាក់ថាជា AI ហើយនៅខាងក្រោមនោះគេមានគេដាក់ដូចរូបកាយមួយចឹងណាអានេះគឺជាបញ្ជាក់ឬគឺជាសញ្ញារបស់ AI ដែលថារូបភាពនេះគឺផលិតដោយ AI បាទចឹងមានរូបភាពច្រើនណាស់ដែលពួកថៃវាបន្លំវាធ្វើហៅថាសង្គ្រាមផ្លូវចិត្តឲ្យយើងបាក់ស្បាតថាទាហានយើងស្លាប់ក៏ពិតមិនមែនទេទាហានយើងវាស្លាប់យើងចេះតែមានវាស្លាប់ជាង10 20នាក់ដូចគ្នាតែយើងក៏មិនដឹងថាប្រហែលអ្នកទេវានៅតែមានគាត់ថាវាមិនច្រើនទេបាទខ្ញុំជឿថាមិនច្រើនទេបាទ